អូខេតោះយើងមកមើលពីរបៀប remove logo បែបនេះឬក៏យើងហៅថា watermark ចេញពី document មួយនេះ remove logo នេះអូខេអញ្ចឹងជាដំបូងគឺយើងចូលទៅកាន់adjustment layer យកពាក្យថាពាក្យអីគេនេះhue saturation ពាក្យអីខ្ញុំអានអត់ចង់រួចដែរបន្តមកទៀតយើងចូលទៅកាន់ចម្លងពណ៌នេះចុចកន្លែងសញ្ញាមួយនេះចុចបកមកហើយយើងទៅចម្លងពណ៌ក្រហមបន្តមកទៀតយើងបន្ថយឡើង saturation នេះយើងអូសមកដល់ចំណុចដក100បន្តមកទៀតយើងចុចលើ layer ទាំងពីរនេះគុំ layer បញ្ចូលគ្នាចុច control คลิกលើ layer ទាំងពីរចុច window អក្សរ E នេះយើងអាចមើលតាមនេះបានបើសិនជានៅលើ Mac យើងចុច comment អក្សរ E ចុចពងមកបន្តមកទៀតយើងចូលទៅកាន់នេះdot tool ចុចលើនឹងមកនៅលើ menu ខាងលើនេះយើង select យកពាក្យថា highlight and exposure យើងយក 100% ចឹងយើងយកមកគូសនេះលុបបែបហ្នឹងណាចឹងកន្លែងនេះយើងដាក់អក្សរឲ្យវាដិតបន្តិចចូល layer ចូល color ដោះសោចេញសិនមកអូនេះហើយខ្មៅទៀតចឹងហើយ already បើសិនជាយើងចង់កែឡើងនេះឲ្យវាស្អាតតិចយើងកែវាឲ្យរៀងស្អាតតិចមកយក tool មួយទៀតយកមកគូសឲ្យអក្សររៀងដិតតិចមកអូខេចឹងវីដេអូយើងមានតែប៉ុណ្ណឹងអរគុណច្រើនបាយបាយ